ក្រុមហ៊ុនផលិតកុំព្យូទ័រលំដាប់ខ្នាតយក្ស Dell បានដឹងថាកម្លាំងការងាររបស់ខ្លួនបានធ្លាក់ចុះប្រមាណជា 10% នៅក្នុងឆ្នាំ 2025 ខណៈដែលបញ្ជាក់អំពីការបដិញ្ញាចិត្តចំពោះភាពចម្រុះនិងការរួមបញ្ចូលគ្នាគិតត្រឹមថ្ងៃទី30 ខែមករាក្រុមហ៊ុនគឺមានបុគ្គលិកប្រហែលជា 180,000 នាក់ធ្លាក់ចុះពីចំនួនដើមប្រហែលជា 120,000 នាក់កាលពីឆ្នាំមុននេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ការកាត់បន្ថយនេះត្រូវបានគេរាយការណ៍មកថាគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ Dell ដើម្បីគ្រប់គ្រងការចំណាយរួមទាំងការកំណត់ការជួលខាងក្រៅនិងការរៀបចំរចនាសម្ព័ន្ធកម្លាំងការងាររបស់ខ្លួនឡើងវិញចំពេលដែលមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារម៉ាស៊ីនមេ AI ទោះបីជាមានការកាត់បន្ថយកម្លាំងការងារក៏ដោយក៏ក្រុមហ៊ុន Dell បានបញ្ជាក់ជាថ្មីពីការបដិញ្ញាចិត្តរបស់ខ្លួនចំពោះភាពចម្រុះនិងការរួមបញ្ចូលគ្នាដោយអះអាងថាយើងបដិញ្ញាផ្ដល់នូវឱកាសការងារស្មើៗគ្នានិងបន្តអនុវត្តគោលនយោបាយរួមបញ្ចូលដែលអាចឲ្យក្រុមហ៊ុន Dell Technology សម្រេចបាននូវគោលដៅទាំងអស់នេះយ៉ាងណាតើតើទៅនឹងការបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់នេះប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅគំនិតផ្ដួចផ្ដើមនៃភាពចម្រុះសមធម៌និងការដាក់បញ្ចូលគ្នានេះថាជាការរើសអើងហើយក៏បានស្នើឲ្យក្រសួងយុតិធធម៌ស៊ើបអង្កេតប្រសិនបើការធ្វើបែបនេះបំពានច្បាប់នោះគួរជម្រាបជូនផងដែរថាក្រុមហ៊ុន Dell ក៏បានរាយការណ៍អំពីការធ្លាក់ចុះប្រហែលជា 5% នៅក្នុងកម្លាំងការងាររបស់ខ្លួនក្នុងឆ្នាំ 2024 ផងដែរ